ត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើដំណើរពីកពតទៅកែបម្ដងបងប្អូនដោយយើងក្រោកចេញដំណើរពីព្រឹកហើយនៅទៅដល់កែបហើយជាចិត្តថ្ងៃត្រង់ហើយជាបងប្អូនខ្លះធ្លាប់ទៅលេងអញ្ចឹងហើយយើងគិតថាមិនពីកពតទៅកែបចេញពីព្រឹកហើយទៅដល់កែបដល់ចិត្តថ្ងៃត្រង់មិនក៏យូរម៉េចនឹងដោយសារពួកខ្ញុំឈៀងចូលលេងចកាអាមេរិកបងប្អូនហើយប៉ុន្តែខ្ញុំអត់មានវីដេអូនៅចកាអាមេរិកទេមានខ្លីៗកណាត់ពេកខ្ញុំខ្ជិលយកមកផុសអញ្ចឹងក៏សម្រេចថាអត់ផុសវីដេអូដែលទៅមើលនៅចកាអាមេរិកទេហើយឥឡូវខ្ញុំមកដល់ផ្សារក្តាមហើយកែបហើយអូតែដែលខ្ញុំសម្រាប់ហ្នឹងក៏មិនឆ្ងាយប្រហែលពីផ្សារក្តាមដែរបើសិនបើថាគិតដើរពីអូតែមកផ្សារក្តាមប្រហែលជា 5-6 នាទីហ្នឹងឯងមិនឆ្ងាយប្រហែលទេឥឡូវយើងមកដល់កន្លែងសម្រាប់ហើយស្ថានភាពយើងសម្រាប់នេះឈ្មោះថាសបាយកែបហើយសបាយកែបនេះនៅទៅមុខផែននេសាទបងប្អូនផែននេសាទដែលប្រជានេសាទព្រឹកឡើងគាត់លើកយកក្តាមយកផ្សេងដែលគាត់រកបានពីយប់ហ្នឹងយកមកលក់ហ្នឹងបងប្អូននៅទៅមុខហ្នឹងតែម្ដងផ្លែនេះម្យ៉ាងដែរបងប្អូនព្រោះអីអូតែនេះខាងមុខគឺសមុទ្រហើយខាងក្រៅគឺភ្នំពួកខ្ញុំដេកមកយប់ដោយសារតែព្រឹកថ្ងៃមកដល់ហ្នឹងអត់បានទៅណាឆ្ងាយទេគឺលេងតែនៅក្នុងកែបហ្នឹងដើរផ្សារក្តាមហើយជិះឡើងទៅផឹកកាហ្វេភ្នំប៉ុណ្្នឹងទេហើយនឹងឆ្លៀងពេលល្ងាចហ្នឹងទៅមើលឆ្នេរអង្កោលអញ្ចឹងថ្ងៃនេះគឺជាថ្ងៃថ្មីមួយទៀតបន្ទាប់ពីអាហារពេលព្រឹករួចគឺពួកខ្ញុំដើរមករត់ទូកដើម្បីបន្តជិះទូកទៅលេងកោះទុនសាយសម្រាប់តម្លៃទូកបងប្អូនទូកមួយតម្លៃ$25ហើយបរទេសក៏គេកំណត់ចំនួនមនុស្សឲ្យជិះដែរសម្រាប់ខ្មែរដូចជាជិះបាន10នាក់បរទេសដូចជាជិះបាន6នាក់ដូចតែខ្ញុំឡើងទៅភ្នំព្រះវិហារអញ្ចឹងដូចគ្នាមួយឡានបរទេសដាក់បាន6នាក់ហើយខ្មែរដាក់បាន10នាក់ហើយរយៈពេលនៃការជិះទូកនេះគឺរយៈពេល25នាទីចាប់ពីកំពង់ផែរហូតដល់កោះការលេងកំសាន្តនៅលើកោះគឺយើងអាចលេងចាប់ពីពេលដែលយើងឡើងទូកទៅរហូតដល់ម៉ោង5ល្ងាចគឺទូកគេត្រូវតែចេញមកវិញហើយអញ្ចឹងយើងអាចលេងមួយឆ្អែតតាំងពីព្រឹករហូតដល់ល្ងាចឥឡូវគឺពួកខ្ញុំរៀបចំឡើងទូកហើយគ្នាខ្ញុំមានតែ3នាក់ទេបូកទាំងតកង់2នាក់គឺ5នាក់Wow, you can see that ហើយនេះគឺជាលើកដំបូងសម្រាប់ខ្ញុំដែលជិះទូកទៅលេងកោះខ្ញុំមិនដែលទៅលេងកោះទេហើយមកសមុទ្រក៏ខ្ញុំមិនដែលបានជិះទូកដែរលេងតែតាមឆ្នេរធម្មតាមកសមុទ្រនេះនិយាយត្រង់បងប្អូនខ្ញុំទៅមកលើកទី3ទេសមុទ្រហើយកែបនេះលើកទី1តែពីរដងនេះក៏នៅកំពង់សោមប៉ុណ្ណឹងទេហើយបានទៅណាឆ្ងាយទេនៅតែតាមឆ្នេរដូចខ្ញុំថាអញ្ចឹងអត់ដែលបានជិះទូកទេហើយនេះគឺជាលើកទី1ហើយគេថាញ័រឥឡូវពួកខ្ញុំចាប់ផ្ដើមចេញពីផែហើយចេញតែជា20នាទីទៀតពួកខ្ញុំទៅដល់កោះហើយខែដែលខ្ញុំមកនេះគឺជាខែ11អញ្ចឹងអាកាសធាតុវាអត់មានអាប់អួរមេឃទៀងរលឹមអីទេគឺមេឃស្រឡះល្អហើយនៅខាងមុខនេះគឺជាកោះកន្សាយហ្នឹងហើយបងប្អូនពួកខ្ញុំទៅជិតដល់ហើយគុណទេសភាពRapid Island អង់គ្លេសមិនយកជាការមិនបានទេបងប្អូនចេះតែនិយាយលេងទៅឲ្យបានសើចហើយពួកខ្ញុំមកនេះគឺអត់បានដាក់អាហារអីមកញ៉ាំនៅលើកោះទេបងប្អូនដោយសារតែពួកខ្ញុំអត់មកយូរដែរហ្នឹងខ្ញុំញ៉ាំអាហារពេលព្រឹកនៅសណ្ឋាគាររួចហើយអញ្ចឹងប្រហែលជាថ្ងៃត្រង់គឺពួកខ្ញុំត្រឡប់ទៅវិញគឺញ៉ាំបាយថ្ងៃត្រង់នៅកែបវិញអត់បានញ៉ាំនៅលើកោះទេនៅលើកោះគឺគេមានភោជនីយដ្ឋានគេមានគេបឹងកាឡូហើយក៏មានកន្លែងម៉ាស្សាម៉ាស់អីដែរបងប្អូនតែពួកខ្ញុំអត់ទេខ្ញុំអត់បានចូលទៅអង្គុយនៅខ្ចោះគេដែរដូចគ្នាគឺពួកខ្ញុំទៅរកចុងផុតផុតកន្លែងផ្ទះគេទៅគឺពួកខ្ញុំអង្គុយនៅលើឆ្នេរហ្នឹងតែម្ដងដាក់កៅអៅនៅក្រោមដើមឈើអញ្ចឹងពួកខ្ញុំអត់បានចំណាយលុយទៅលើការជួលកញ្ចុះជួលអីអង្គុយទៀតទេហើយមិនដោះស្បែកជើងលើទូកតែប៉ុណ្្នឹងទេអីពាក់ស្បែកជើងខ្ញុំមិននោះសម្រាប់កញ្ចុះមួយខ្ញុំក៏អត់បានសួរគេដែរបងប្អូនថាយើងពេលដែលយើងអង្គុយលើហ្នឹងយើងត្រូវបង់លុយឬក៏អត់ឬក៏យើងគ្រាន់តែ
ទិញមកហូបគេទៅយើងបានកញ្ចុះ free អីខ្ញុំអត់ដឹងទេខ្ញុំអត់បានសួរទេដោយសារខ្ញុំអត់មានកម្រងថានឹងញ៉ាំអីឬក៏អង្គុយកញ្ចុះហ្នឹងហើយមកដល់នេះរឿងស្ងាត់ចងំបន្តិចបងប្អូនដោយសារតែទូកខ្ញុំគឺជាទូកទី1ដែលឡើងមកដល់កោះមុនគេអញ្ចឹងភ្ញៀវផ្សេងគេអត់ទាន់មកដល់ទេនៅពេលដែលពួកខ្ញុំលេងបានមកសន្ទុះទើបឃើញមានទូកគេចាប់ផ្ដើមមកតាមក្រោយទៀតពួកខ្ញុំគឺសម្រេចចិត្តថាអង្គុយលេងនៅកន្លែងនេះអត់បានទៅអង្គុយនៅខ្ចោះទេហើយបងប្អូនអាចមើលឃើញនៅក្រុងកែបពីលើកោះទៅ What is that? Hi. This is nice view. Yeah. Look at me. Mountainside, Rabbit Island. Take up my chicken. Chicken, baby duck. Oh no! Because here can swim naked, you know.